កូនស្រីខ្ញុំបានរៀបការជាមួយអ្នកហើយអាពីពីនេះត្រូវតែលុបចោលឥឡូវនេះយកឈើមកធ្វើជាតំណាងរៀបការហើយឆ្លៀតឱកាសនេះមកតង់ឡើងធ្វើឲ្យកូនខ្ញុំខ្លាចជាទីសាច់ចំអកដល់មន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងនាមជាមាតាផែនដីរឿងនេះត្រូវតែដាក់ទោសឲ្យធ្ងន់ដើម្បីកុំឲ្យពួកអ្នកបម្រើមកបង្កចលាចលនិងធ្វើឲ្យខូចកិត្តិយសរាជវាំងសូមទូលសួរមាតាផែនដីតើមានគម្រោងដាក់ទោសយ៉ាងណាដែរមាតាផែនដីនេះក៏មិនចង់ធ្វើជាមនុស្សអាក្រក់ដែរទោះបីជាគ្រាន់តែជាអ្នកបម្រើកំដរប៉ុន្តែក៏ជាអ្នកដែលគោស្រឡាញ់ដែលចោះឲ្យគេវាយ50ឈើទៅដើម្បីជាការព្រមានធ្វើតាមអ្វីដែលមាតាផែនដីនិយាយចុះអ្វីដែលព្រះមហេសីមានបន្ទូលគឺត្រឹមត្រូវហើយខ្ញុំបាទគ្រាន់តែជាអ្នកបម្រើកំដរដែលមកជំនួសដើម្បីលុបបាបហើយក៏ជាមនុស្សពិការភ្នែកម្នាក់មិនសមនឹងព្រះនាងឡើយគឺខ្ញុំបាទនេះឯងដែលចង់ឡើងខ្ពស់សូមព្រះមហេសីមេត្តាអភ័យទោសឲ្យខ្ញុំបាទផងខ្ញុំបាទសុខចិត្តទទួលទោសសិនជាវឈីងអ្នកកំពុងធ្វើអ្វីហ្នឹងមនុស្សម្នាក់នេះគឺខ្ញុំជាអ្នកដណ្ដើមយកមកហើយក៏ជាអ្នករៀបការជាមួយគេអ្នកដែលធ្វើរឿងខុសឆ្គងគឺខ្ញុំអ្នកដែលបង្កចលាចលក្នុងវង្សក៏ជាខ្ញុំដូច្នេះអ្នកដែលត្រូវទទួលទោសគឺខ្ញុំមិនមែនគេទេចង់ធ្វើបាបខ្ញុំបានប៉ុន្តែហាមប៉ះពាល់មនុស្សរបស់ខ្ញុំព្រះមហេសីក៏ដឹងដែរថាខ្ញុំកំពុងតែស្រឡាញ់គេខ្លាំងណាស់បើត្រូវមាតាផែនដីវារហូតដល់ខូចខាតតើអ្នកណាទៅនឹងមកលេងទឹកជាមួយខ្ញុំហើយតើអ្នកណាទៅនឹងមកកំដរខ្ញុំសប្បាយរីករាយទៀតអ្នកសិនជាវឈីងអ្នកកំពុងធ្វើអ្វីហ្នឹងសិនជាវឈីងអ្នកកំពុងតែប្រឆាំងនឹងរាជបញ្ជាដោយចំមនុស្សម្នាក់នេះគឺខ្ញុំជាអ្នកដណ្ដើមយកមកហើយក៏ជាអ្នករៀបការជាមួយគេអ្នកដែលធ្វើរឿងខុសឆ្គងគឺខ្ញុំអ្នកដែលបង្កចលាចលក្នុងវង្សក៏ជាខ្ញុំដូច្នេះអ្នកដែលត្រូវទទួលទោសគឺខ្ញុំមិនមែនគេទេចង់ធ្វើបាបខ្ញុំបានប៉ុន្តែហាមប៉ះពាល់មនុស្សរបស់ខ្ញុំព្រះមេដាក៏ជ្រាបដែរថាកូនកំពុងតែស្រឡាញ់គេខ្លាំងណាស់បើព្រះមេដាវាយគេរហូតដល់របួសតើអ្នកណាទៅលេងទឹកជាមួយកូនទៀតហើយអ្នកណាទៅរួមរកជាមួយកូនទៀតទៅអ្នកឯងនឹងហើយសិនជាវឈីងលេងកូនទៅវាទៅចុះយ៉ាងណាក៏មិនមែនជាលើកទី1ដែរមែនទេព្រះមេដាអ្នកឯងចេញទៅយកមកវិញនេះជារបស់កូនហេតុអ្វីត្រូវឲ្យអ្នកឯងសិនជាវឈីងអ្នកឯងហ៊ានប្រឆាំងនឹងយើងចំពោះមុខបែបនេះតើដឹងខ្លួនថាមានទោសទេរឿងប្រឆាំងនឹងព្រះមេដាគួរតែជ្រាបច្បាស់ជាងកូនទៅទៀតគ្រាន់តែមិនដឹងថាព្រះបតានឹងចង់ស្ដាប់រឿងអាស្រូវក្នុងវាំងនេះដែរឬអត់ហ៊ានណាស់បើអ្នកចង់ទទួលទោសជំនួសគេយើងនឹងបំពេញបំណងអ្នកណាទៅចាប់វាឲ្យខ្លាំងមកកុំឲ្យកូនអកញោមម្នាក់នេះដឹងឲ្យសោះថាអ្នកណាជាម្ចាស់នៃដំណាក់ក្នុងនេះមិនបានទេគ្មានអ្វីដែលមិនបាននោះទេព្រះមេដាចាប់នាងទុកឲ្យជាប់ព្រះអង្គគុំចាស់វាទៅចុះយ៉ាងណាក៏មិនមែនជាលើកទី1ដែរមែនទេព្រះមេដាអ្នកឯងចេញទៅយកមកវិញនេះជារបស់កូនហេតុអ្វីត្រូវឲ្យអ្នកឯងមីងឆ្វេវានៅផ្ទះនេះឯងទៅយករបស់ឯងទៅអរគុណព្រះមេដាស្ដាប់បង្គាប់ប៉ុន្មានឆ្នាំមកនេះនៅតែមិនចេះរៀងចាសោះបានខ្ញុំនឹងបំពេញបំណងវាចោះវាទៅលែងដៃព្រះអង្គគុំចាស់ខ្ញុំមកយឺតហើយខ្ញុំនឹងនាំអ្នកទៅមន្ទីរពេទ្យលួងឥឡូវនេះមិនអាចទេខ្ញុំមិនអាចទៅបានទេកុំបារម្ភខ្ញុំនឹងជួយដណ្ដើមយកមកវិញទោះបីត្រូវបដូរជីវិតក៏ដោយចិត្តនោះទៅចោះទៅឲ្យល្អទៅទាំងមិនយំនឹងមិនមានលើកក្រោយទៀតទេសិនជាវឈីងមានរឿងអ្វីកើតឡើងនៅមិនទាន់រកឃើញទៀតមែនហើយព្រះអង្គគុំចាស់មានរឿងអ្វីហេតុអ្វីនៅមិនទាន់ទៅទៀតមិនអីទេព្រះមេដាឥឡូវនេះនៅបន្តវាយគ្នាទៀតព្រះមហេសីការកើតឡើងភ្លាមក្រាបទូលស្នើឲ្យនាំព្រះអង្គគុំចាស់កត្រីត្រឡប់ទៅសម្រាកសិនក៏បានដែរការចាប់ឃាតករសំខាន់ជាងរឿងផ្សេងទៀតទុកនិយាយគ្នានៅថ្ងៃក្រោយចុះយកអាវុធរបស់ឯងមកទីនេះសិនយ៉ាងម៉េចហើយជួយរាយការណ៍ឲ្យដឹងសុខទុក្ខផងព្រះរាជបញ្ជាចង់ជំពាក់គុណគេម្នាក់ទៀតហើយចាំមានឱកាសសងវិញទៅផ្លូវនេះកន្លែងខ្ញុំនេះចាស់បន្តិចហើយតែខ្ញុំសាមនឹងវាហើយសូមមេត្តាអធ្យាស្រ័យលើកនេះខ្ពស់កុំទាញខ្ញុំអ្នកធ្វើបាបខ្ញុំអ្នកមានចិត្តណាធ្វើមែនទេលើកនេះចង់ខ្លាំងខ្លួនឯងតើពាក់ព័ន្ធអ្វីនឹងខ្ញុំ
សៀវយឺឈិនព្រះបតាព្រះអង្គថាមែនទេប៉ុន្តែខាងអ្នកមីងខ្ញុំនៅមិនទាន់ស្ងប់ស្ងាត់ទេកន្លែងខ្ញុំនេះចាស់បន្តិចហើយតែខ្ញុំសាមនឹងវាហើយសូមមេត្តាអធ្យាស្រ័យផងព្រះអង្គគុំចាស់កុំទាញខ្ញុំកុំលុតជង្គង់កុំទាញខ្ញុំកុំលុតជង្គង់អី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 កុំទាញខ្ញុំហែងលុតជង្គង់ចោះ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 កុំទាញខ្ញុំអីអ្នកកំពុងលុតជង្គង់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 កុំទាញខ្ញុំអី